ពេលខ្លះលោកពោះធំដែរញាតិញោមគេថាកុហកពោះធំដោយសារស្រាហើយចុះលោកពោះធំដែរដោយសារអីមិនដោយសារស្រាទេហ្នឹងហើយហើយក៏មិនចោទថាកុហកប្រសក់ដែលគាត់មានពោះធំហ្នឹងវាសិតតែគ្រឿងសវឹងមិនមែនអញ្ចឹងទេជួនកាលដោយជាតិស្ករច្រើនទៅជាតិខ្លាញ់ច្រើនទៅវាធ្វើឲ្យឡើងក្បាលពោះអីអញ្ចឹងទៅក៏មានដែរណាបងណាអាហ្នឹងអញ្ចឹងក៏ប៉ុន្តែយើងត្រូវដឹងថាកាលណាដែលជីវិតរបស់យើងនេះมันបានអប់រំឲ្យបានល្អមិនដល់ឲ្យញៀនញ៉ាមទៅតាមតែលោកភ័ក្រដែលជាអ្នកបញ្ជានោះណាយើងទាំងឡាយរស់នៅនឹងទទួលបាននៅសេចក្តីទុក្ខលំបាកទទួលបាននៅភាពចង្អៀតចង្អល់ទទួលបាននៅសេចក្តីទុក្ខមិនចេះចាប់មិនចេះហើយមើលរឿងកូនចៅដែលធ្វើឲ្យមិនចេះត្រូវចិត្តច្រើនតែទូញសោកច្រើនតែសោកសៅវាមិនមែនដោយសារតែកូនទាំងអស់ហ្នឹងទេប៉ុន្តែថាដោយសារតែតណ្ហាហ្នឹងជាគ្រឿងចង់បានវាអត់ចេះស្កប់មែនទេញាតិញោមដល់តែអតណ្ហាហ្នឹងវាមិនចេះស្កប់វាចេះតែចង់បានដល់តែមិនបានតាមបំណងសេចក្តីទុក្ខក៏តោមនោះការសោកសៅការខ្មូលខ្មាញ់ក្នុងចិត្តវានឹងកើតឡើងជាប្រាកដប្រភពបញ្ហាមិនមែនដោយសារតែរបស់ខាងក្រៅហ្នឹងទេប៉ុន្តែដោយសារតែរឿងរ៉ាវទាំងអស់នោះវាមិនបានតាមចិត្តយើងចង់ឃើញទេពេលខ្លះគេផ្ដាច់ស្រានឹងប្រកាច់ប្រកិនញ័រពពាកមែនទេញោមអ្នកខ្លះឲ្យដោះមេដោះកតុយមែនតែនទៅដល់តែពេលអត់បានស្រាអត់បានអីមកញ័រដៃពឹបដល់ដាក់លស៊ូចាប់មកធូរទៅមកឃើញទេអាហ្នឹងដោះមេណាញោមណាដោះមេហើយសួរថារឿងទាំងអស់ហ្នឹងវាកើតឡើងដោយសារតែមកពីស្រាហ្នឹងហីថាអត់ទេមកពីសភាពផ្លូវចិត្តដែលសម្ពយុទ្ធជាមួយនឹងតណ្ហាអង្គធរគឺបានដល់ទូនៃលោកភៈមូលចិត្តគឺការជាប់ជំពាក់ចង់បានញញញ៉ាំទៅនៅក្នុងកាមារម្មណ៍ហ្នឹងណែអាការជាប់ជំពាក់ការត្រេកត្រអាលការចង់បានទាំងអស់ហ្នឹងវានាំឲ្យជាប់ជំពាក់ខ្លាំងឡើងទៅស្រាប់តែអត់មិនបានក៏ញ័រអញ្ចឹងទៅឃើញទេអញ្ចឹងអាសភាពផ្លូវចិត្តហ្នឹងវាអាស្រ័យជាមួយនឹងផ្លូវកាយក៏ជាទីអាស្រ័យនៃចិត្តនឹងដែរអញ្ចឹងបើយើងរៀនអប់រំចិត្តបានយើងទូនមានចិត្តបានរស់នៅព្រមល្មមទៅជីវិតនេះនឹងអាចទទួលបាននៅសេចក្តីសុខជីវិតដែលរស់នៅមិនអាចទទួលបាននៅសេចក្តីសុខមិនមែនដោយសារតែអ្នកដទៃមិនបានធ្វើផ្គាប់ចិត្តយើងចង់ទេប៉ុន្តែដោយសារតែមិនបានតាមចិត្តដែលយើងត្រូវការមែនទេញាតិញោមពេលខ្លះគាត់យល់ថាជីវិតរបស់គាត់បានសុខវាទាល់តែអ្វីទាំងអស់ហ្នឹងវាទៅតាមចិត្តដែលខ្លួនឯងចង់បានមែនញោមយល់ថាបានកូនល្អទៅសុខយល់ថាបានឡានជិះទៅសុខយល់ថាមានទ្រព្យទៅសុខប៉ុន្តែអាការបានទាំងអស់ហ្នឹងវាមិនមែនជាសុខនឹងឯណាចឹងបានគេសួរថាតើជីវិត